កូរ៉េខាងជើងជួនកាដូមីស៊ីលជាច្រើនគ្រាប់ដល់អាមេរិកក្នុងពេលធ្វើសម្ពយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូងកូរ៉េខាងជើងបានជូនកាដូជាមីស៊ីលជាច្រើនគ្រាប់ដល់អាមេរិកនៅក្នុងពេលធ្វើសម្ពយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូងដោយយោធាកូរ៉េខាងត្បូងបានប្រកាសថាកូរ៉េខាងជើងបានបាញ់មីស៊ីលប្លង់ជាច្រើនគ្រាប់នៅថ្ងៃច័ន្ទទី10ខែមីនាប៉ុន្មានម៉ោងបន្ទាប់ពីបានថ្កោលទោសយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកចំពោះការធ្វើសម្ពយុទ្ធដែលប្រទេសផ្ដាច់ការនេះហៅថាជាទង្វើបង្កហេតុដល់គ្រោះថ្នាក់យោធាកូរ៉េខាងត្បូងបានដឹងថាមីស៊ីលត្រូវបានបាញ់ចេញពីតំបន់ភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើងឆ្ពោះទៅកាន់សមុទ្រលឿងការបាញ់បង្ហោះនេះគឺជាការបាញ់សាកល្បងមីស៊ីលប្លង់ដែលត្រូវបានរាយការណ៍ជាលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំចូលកាន់តំណែងក្នុងខែមករាយោធាកូរ៉េខាងត្បូងបន្ថែមថាយោធារបស់យើងនឹងជំរុញការឃ្លាំមើលនិងរក្សាជំហរត្រៀមខ្លួនពេញលេញក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកគួរបញ្ជាក់ថាសម្ពយុទ្ធ Freedom Shield ប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តក្រុងនឹងដំណើរការរហូតដល់ថ្ងៃទី20ខែមីនាបើទោះបីជាសម្ពយុទ្ធបាញ់គ្រាប់ពិតនៅតែត្រូវបានផ្អាកបន្ទាប់ពីយន្តហោះរបស់កូរ៉េខាងត្បូងបានទម្លាក់គ្រាប់បែកខុសលើទីក្រុងជុនស៊ីវិលក្បែរព្រំដែនកាលពីសប្តាហ៍មុនដោយបានធ្វើឲ្យមនុស្ស29នាក់បានរងរបួសសូមបញ្ជាក់ថានេះមិនមែនជាលើកទី1នោះទេដែលកូរ៉េខាងជើងបាញ់មីស៊ីលគំរាមអាមេរិកនិងកូរ៉េខាងត្បូងក្នុងពេលធ្វើសម្ពយុទ្ធរួមគ្នានោះសូម្បីតែនាវាពិឃាតមកដល់ក៏ចុងអ៊ុនស្វាគមន៍ដោយមីស៊ីលដែរនិងបានប្រមានពីការប្រកាសសង្គ្រាមដោយផ្ទាល់ថែមទៀតផង